ឬស្សីខ្លីៗជាច្រើនដើមត្រូវបានយកទៅដាំនៅក្នុងតំបន់ទឹកប្រៃដែលជាតំបន់មានទឹកជោនិងទឹកងាយដោយរក្សាគម្លាតចន្លោះពី1ម៉ែត្រទៅ2ម៉ែត្រដើម្បីធ្វើការចងផ្អោបជាមួយនឹងកូនកងកាងដែលទើបតែយកទៅដាំថ្មីក្នុងគោលបំណងរក្សាលំនឹងកូនកងកាងនិងការពារខ្លួនពីរលកនិងខ្យល់សមុទ្រការជ្រើសរើសទីតាំងសម្រាប់ដាំកូនកងកាងពិតជាមានសារៈសំខាន់ណាស់ព្រោះវាអាចផ្ដល់លទ្ធភាពខ្ពស់ដើម្បីឲ្យកូនកងកាងអាចរស់និងលូតលាស់បានល្អចំពោះទីតាំងដាំយើងត្រូវជ្រើសរើសដាំនៅតំបន់ទឹកប្រៃឬទឹកភ្លាវនិងជាតំបន់ដែលមានទឹកជោទឹកនាចដែលមានរយៈកម្ពស់ទាបឬកណ្ដាលហើយជាតំបន់ដែលមានដីភក់ឬល្បាយខ្សាច់ដែលមានខ្សាច់យ៉ាងច្រើនបំផុតពី30ទៅ40% និងត្រូវពិនិត្យទៅលើសីតុណ្ហភាពក្នុងទឹក25ទៅ26អង្សាសេចំណែកឯសីតុណ្ហភាពក្នុងបរិយាកាសពី20ទៅ30អង្សាសេតាមបទពិសោធន៍ដែលសហគមន៍បានធ្វើកន្លងមកពួកគាត់ចាប់ផ្ដើមនាំគ្នាដាំកូនកងកាងនៅចន្លោះពីខែ5ទៅដល់ខែ10ព្រោះចាប់ពីខែនោះកម្រិតជាតិប្រៃនៅក្នុងទឹកមានកម្រិតទាបហើយសីតុណ្ហភាពបរិយាកាសក៏មានកម្រិតទាបដូចគ្នាផងដែរមួយវិញទៀតចំពោះទីតាំងដែលយើងមិនគួរដាំកូនកងកាងគឺជាតំបន់ដែលមានល្បាយខ្សាច់លើសពី 50% និងជាតំបន់ស្មៅសមុទ្របាទសូមជម្រាបសួរបាទខ្ញុំបាទឈ្មោះរស់សារ៉េតជាអនុប្រធានការិយាល័យនៃនាយកដ្ឋានអភិរក្សជលផលរដ្ឋបាលជលផលយើងត្រូវជ្រើសរើសពូជដែលមានសុខភាពល្អមានដើមរឹងមាំនិងមិនមានការយាយីពីសត្វល្អិតត្រូវជ្រើសរើសកងកាងដែលមានអាយុចាប់ពី6ទៅ10ខែដែលមានស្លឹកពី3ទៅ4ស្លឹកហើយកងកាងនោះដែរគឺត្រូវមានកម្ពស់ចាប់ពី50ទៅ70សង់ទីម៉ែត្របាទសម្រាប់ការដាំកូនកងកាងមុនដំបូងយើងត្រូវហែកថង់ផ្លាស្ទិកចេញដោយមានការប្រុងប្រយ័ត្នការដាច់ឫសនិងបែកដីនៅក្នុងថង់នោះបាទត្រូវជីកដីជម្រៅចាប់ពី4សង់ទីម៉ែត្រឡើងទៅយើងចាំបាច់ត្រូវមានបង្គោលឫស្សីឬក៏ឈើនិងខ្សែដើម្បីចងកូនកងកាងដើម្បីឲ្យវាទប់លំនឹងជាមួយនឹងអាកាសធាតុដូចជាខ្យល់ខាងក្រៅបាទត្រូវរក្សាគម្លាតចាប់ពី1ម៉ែត្រទៅ2ម៉ែត្រដើម្បីឲ្យយើងងាយស្រួលក្នុងការមើលថែវាបាទការថែទាំនេះគឺមានសារៈសំខាន់ណាស់ព្រោះបើយើងដាំហើយទុកកលែងវាចោលវានឹងអាចបាត់បង់ទៅវិញបាទជាស្ដែងយើងត្រូវពិនិត្យកូនកងកាងរៀងរាល់មួយសប្តាហ៍ម្ដងហើយយើងត្រូវធ្វើបែបនេះរហូតដល់វាមានអាយុ6ខែឬក៏វាដុះឬខ្យល់ជាប់បាទត្រូវធ្វើរបាយការណ៍ប្រចាំខែកត់ត្រាពីអត្រាលូតលាស់របស់កូនកងកាងតាមវិធីសាស្ត្រដែលបានកំណត់ពិនិត្យមើលកូនកងកាងត្រូវបេះអាកឹងត្រូវសម្អាតស្លែឬសម្រាមដែលនៅតោងលើដើមកងកាងនិងឫសក៏របស់កងកាងត្រូវពិនិត្យមើលលើកត្តាអ្វីខ្លះដែលបំផ្លាញដល់កូនកងកាងនិងត្រូវមានវិធានការជាបន្ទាន់ប្រសិនបើចាំបាច់ជាការពិតណាស់យើងហេតុអីបានយើងនាំគ្នាថែរក្សាការពារនិងអភិរក្សកងកាងនិងនាំគ្នាដាំកងកាងដោយសារតែវាមានសារៈសំខាន់សម្រាប់មនុស្សនិងសត្វនិងជីវៈចម្រុះគ្រប់ប្រភេទរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីការពារស្រទាប់អូโซនវាជារនាំងការពាររលកធំការពារខ្យល់ព្យុះព្រៃកងកាងជាជំរកពងកូនរោគចំណីលាក់ខ្លួនរបស់ពពួកត្រីក្តាមគៀមឹកជាដើមជាចុងក្រោយខ្ញុំសូមសំណូមពរដល់សាធារណជនក៏ដូចជាអាជ្ញាធរបងប្អូនប្រជានេសាទសូមចូលរួមថែរក្សាការពារនិងអភិរក្សព្រៃកងកាងហើយនឹងចូលរួមដាំព្រៃកងកាងឲ្យបានគ្រប់គ្នា